បាទជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាប្រាសាទសេវបាទប្រាសាទសេវបាទនេះគឺនៅលើកំពូលភ្នំនេះគេហៅភ្នំបនេតព្រះស្រុកបនេតព្រះខេត្តបន្ទាយមានជ័យថ្មគេមានពណ៌ផ្កាឈូកបងប្អូនឃើញទេបាទនេះគឺជាប្រាសាទសេវបាទនេះនៅលើភ្នំបនេតព្រះហើយក៏មានសេវបាទភ្នំសេវបាទនេះគឺជាកន្លែងកែនកងទ័ពរបស់ហើយព្រះបាទជ័យវរ្ម័នទី2សូរ្យវរ្ម័នទី2សំទោសសូរ្យវរ្ម័នទី2ដែលកែនកងទ័ពកែនពលទ័ពអីទៅវាយប្រទេសចម្ប៉ាហើយដូចជាមានមេទ័ពរបស់ព្រះអង្គមួយរូបដែលមានកិត្តិនាមល្បីល្បាញនៅសម័យព្រះអង្គហ្នឹងមកកទ័ពកអីនៅទីនេះឯងប៉ុន្តែប្រាសាទនេះបាក់បែកអស់ហើយនេះទាំងសិលាពណ៌ផ្កាឈូកប៉ុន្តែអត់មានអក្សរមានអីនំសេវបាទមើលទៅសនេះដួលបាក់បែកអស់នេះក៏ជាខ្លងទ្វារដែរសាលាចរិតអត់មានបាក់បែកអស់នៅសល់តែតម្រូប្រាសាទហើយខាងលើនេះគឺជាវត្តនៅលើភ្នំបនេតព្រះហ្នឹងតែម្ដងបាក់បែកអស់ហើយទីនេះគឺជាទីកកើតកងទ័ពកែនកងទ័ពដូចជាមាននាមរបស់មេទ័ពម្នាក់តែកែនទ័ពហ្នឹងនៅយើងទៅអង្គរវត្តយើងទៅអង្គរវត្តយើងទៅសៀមរាបយើងទៅខេត្តសៀមរាបយើងនឹងឃើញមានឈ្មោះមេទ័ពទាំង12ក៏មានមេទ័ពម្នាក់ដែលគាត់កែនទ័ពកែនអីនៅទីនេះដែរនេះរូបចម្លាក់ប៉ុន្តែបាក់បែកអស់ហើយថ្មនេះគឺពណ៌ផ្កាឈូកបងប្អូនឃើញពណ៌ថ្មផ្កាឈូកនៅលើភ្នំសេវបាទឬក៏ភ្នំបនេតព្រះបាទមកប្រាសាទដួលរៀបបាក់បែកអស់ភាសាអីទីនេះអាចជាកន្លែងច្បាំងគ្នានេះជើងនេះបងប្អូនឃើញនេះជើងកាភ្លើងយន្តនេះជើងកាភ្លើងយន្តនៅទីនេះអញ្ចឹងទីនេះជាទីតាំងដាក់កាភ្លើងយន្តនេះភ្លើងយន្តនេះជើងកាភ្លើងយន្តយ៉ាងធំនៅលើនោះបើខ្ញុំតាមសួរចាស់នៅទីនេះគាត់ថានេះជាជើងកាភ្លើងយន្តតែគេដាក់នៅទីតាំងនេះដើម្បីការពារទីរួមស្រុកបនេតព្រះនេះតែម្ដងអញ្ចឹងវាអាចមានការផលប៉ះពាល់ទៅលើប្រាសាទលើអីភាសាអីកតាសង្គ្រាមប្រទេសយើងស្ថិតក្នុងសម័យសង្គ្រាមសម័យច្បុកច្បល់ទាំងការថែទាំការមើលថែប្រាសាទគឺមិនបានដិតដល់ទេធ្វើឲ្យមានការបាក់បែកហើយម្យ៉ាងអាចបាក់បែកដោយសារកត្តាបំផ្លាញរបស់មនុស្សជីករោកំណប់អីជាដើមអញ្ចឹងការបំផ្លាញមាននេះបងប្អូនឃើញមើលចម្លាក់ពណ៌ផ្កាឈូកស្អាតថ្មនេះពណ៌ផ្កាឈូកនេះមើលពណ៌ផ្កាឈូកlàស្អាតនេះទៀបដោយសារដីបាក់លុបច្រើនឆ្នាំច្រើនខែមកនេះហើយខាងមុខនេះក៏មានអាស្រមបារមីមួយដែរដែលគេធ្វើពីលើប្រាសាទទីនេះជាទីតាំងបារមីចាស់ដែលអ្នកស្រុកអ្នកភូមិគោរពបូជាអញ្ចឹងណានេះបងប្អូនឃើញហើយខាងក្រោមនោះមានប្រាសាទនៅពីក្រោមតែប្រាសាទនោះបាក់បែកអស់ហើយនៅសល់តែគ្រឹះសល់តែខឿនអញ្ចឹងហើយការសាងសង់ស្ទូបសង់អីបារមីជំនឿអ្នកស្រុកហ្នឹងគេនៅមានធ្វើពីលើយ៉ាងទៅខ្ញុំអត់ដឹងថាការគោរពយ៉ាងម៉េចដែរបាទនេះប្រាសាទយោទៅផ្លូវឆ្អៀតតិចហើយយើងមើលទៅក្រោមនេះនៅផ្នែកខាងក្រោមតែខាងក្រោមនោះគឺជាភូមិរបស់អ្នកស្រុកអ្នកភូមិនៅស្រុកហើយបនេតព្រះនេះតែម្ដង
នេះប៉ោយថ្មទៅប៉ោយថ្មវាលស្រែល្វឹងល្វើយបងប្អូនឃើញវាលស្រែល្វឹងល្វើយផ្ទះអ្នកស្រុកអ្នកភូមិនៅទីនេះហើយនេះខ្ញុំឈរនេះឈរពីលើប៉ោយថ្មទៅបងប្អូនណាបាទនេះបងប្អូនឃើញវាលស្រែល្វឹងល្វើយខាងក្រោមនេះគឺជាដីទំនាបតំបន់ទន្លេសាបតែកន្ទុយភ្នែកទៅក្រោមទៀតទៅក្រោមឆ្ងាយទៀតបងប្អូនណាមាននៅចិត្តយើងនេះទេឃើញផ្ទះពីលើតបូលក្រហមគឺជាផ្ទះអ្នកស្រុកអ្នកភូមិហើយទីនេះគឺជាភ្នំសេវបាតឬក៏ភ្នំព្រះនេត្រព្រះនៅស្រុកនេត្រព្រះខេត្តបន្ទាយមានជ័យបាទនេះជាទីតាំងប្រាសាទហើយទីនេះគឺជាអាសនៈរបស់បារមីថែរក្សាភ្នំឬយ៉ាងណាក៏ខ្ញុំអត់ដឹងច្បាស់ដែរមាននៅទីនេះហើយនេះទីតាំងប្រាសាទនៅខាងមុខតែសូមបញ្ជាក់ថារោងបារមីនេះគឺសង់នៅលើគ្រឹះប្រាសាទដែលបាក់បែកទៅហើយប្រាសាទនោះធ្វើអំពីថ្មភក់មិនថ្មភក់ទេថ្មដីដុតមុនថ្មភក់ទៀតហើយនេះគឺបរិវេណប្រាសាទសេវបាតបាទនោះថ្មរីប៉ាយរហូតទៅក្រោមទៅចាស់សុំទៅថ្មរីប៉ាយរហូតទៅដល់ក្រោមនោះសុំទោសធ្វើដំណើរទៅវារៀងប៉ពើអាសាថ្មអាសាអីចឹងពីពុកជើងតិចតួចបាទបងប្អូនកុំភ្លេចមកទស្សនាប្រាសាទសេវបាតបាទនេះថ្មរីដល់នេះថ្មរីរហូតទៅ